Và sự thật nhé, vì đó nó dây vì chùm luôn oxy cam. Và chùm luôn oxy cam cứ tăng đòi ở xó ấn chuyện mũi ổ. Và một vị biết bánh cứ number oxidation. Và chùm luôn oxy cam và tam là vô mình ấy cứ chia bình tục ở cái sinh robot tốt đang biên được trong molecule ông có thể tố rồi ông có thể sẵn mà. Cứ chia bình tục ở cái sinh robot tốt đang biên được trong molecule ông có thể tố rồi ông có thể sẵn mà. Và bình tục ở cái sinh bình tục ở cái sinh nó bay chai trên chi của mình và cứ bay chai trên chữ pi cứ bình tục bố hay năng bình tục độ. Cứ tớiសម្រាប់ធាតុគីមីគឺមានឈ្មោះតំណាងឲ្យធាតុគីមីដែលមានបន្ទុកបូកនឹងដកបាទសម្រាប់ធាតុគីមីដែលមានបន្ទុកបូកគឺមានឈ្មោះថាកញ្ចុងហើយសម្រាប់ធាតុគីមីដែលមានបន្ទុកដកគឺមានឈ្មោះថាអញ្ញងបាទកញ្ចុងអញ្ញងបាទបន្តទៅទៀតអីដែលត្រូវចំណាំដើម្បីឲ្យងាយយល់ក្នុងមេរៀនចំនួនអុកស៊ីតកម្មគឺមាន5ចំណុចបាទចំណុចទី1គឺនិយាយពីចំនួនអុកស៊ីតកម្មអ៊ីដ្រូសែនក្នុង molecule អង្គធាតុសមាសគឺមានតម្លៃស្មើបូក1ហើយចំនួនអុកស៊ីតកម្មរបស់អាតូមអុកសែនក្នុង molecule អង្គធាតុសមាសគឺមានតម្លៃស្មើដល់2បាទត្រង់កន្លែងបូក1និងដក2នេះយើងអាចសរសេររ៉ូម៉ាំងក៏បានអាចសរសេរជាលេខក៏បានតែបញ្ហាបាទខ្ញុំសូមបញ្ជាក់ពីចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែនហើយនិងអ៊ីដ្រូសែនពីរហ្នឹងថាតើហេតុអីបានជាចំនួនអុកស៊ីតកម្មរបស់អ៊ីដ្រូសែនគឺមានតម្លៃបូក1ហើយអុកស៊ីសែនគឺមានតម្លៃដល់2បាទមូលហេតុគឺបញ្ជាក់នៅខាងក្រោមក្នុងប្រអប់ខាងក្រោមនេះបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ពីបន្ទុកសិនហើយបានជាធាតុគីមីមួយមានបន្ទុកបូកហើយបានធាតុគីមីមួយទៀតមានបន្ទុកដកបាទជាទូទៅធាតុគីមីដែលមានបន្ទុកដកបន្ទុកបូកគឺយើងតំណាងឲ្យលោហៈបាទលោហៈគឺតំណាងឲ្យធាតុគីមីដែលមានបន្ទុកបូកហើយអលោហៈគឺតំណាងឲ្យធាតុគីមីដែលមានបន្ទុកដកបើអញ្ចឹងភ្ជាប់បន្ទុកបូកនិងដកគឺលើកឧទាហរណ៍ទៅនឹង smart state ion smart state ion ខ្ញុំយកអំបិលសម្លគឺសូដ្យូមចងសម្ព័ន្ធជាមួយនឹងក្លបែបនេះឯងបាទបន្តទៅទៀតតើយើងត្រូវបែងចែកបន្ទុករបស់វាយ៉ាងម៉េចគឺងាយទេពីយើងបើសិនជាលោហៈវាមានបន្ទុកបូកដូច្នេះសូដ្យូមត្រង់នេះដើរតួជាលោហៈអញ្ចឹងបន្ទុកបូកបើសិនជាធាតុមួយបូកធាតុមួយទៀតប្រកបជាដកអញ្ចឹងក្លកន្លែងហ្នឹងគឺដកប៉ុន្តែបើសិនជាយើងមើលទៅក្នុង molecule ទឹកដែលយើងកំពុងតែនិយាយនេះអុកស៊ីសែននិងអ៊ីដ្រូសែនគឺអាល់ហ្វាទាំងពីរហើយចុះបើសិនជាអាល់ហ្វាទាំងពីរយើងបែងចែកយ៉ាងម៉េចបាទគឺយើងបែងចែកទៅលើកម្រិតអេឡិចត្រូអវិជ្ជមានឬក៏ភាសាអង់គ្លេសគេហៅថា electro negativity បកមកខ្មែរគឺកម្រិតអេឡិចត្រូអវិជ្ជមានបាទកម្រិតអេឡិចត្រូអវិជ្ជមានបាទបើយើងមើលនៅក្នុងប្រអប់នេះមកគឺថាបើសិនបើធាតុមួយមានកម្រិតអេឡិចត្រូអវិជ្ជមានធំគឺមានបន្ទុកអវិជ្ជមានឬក៏ហៅថា nucleophile ហើយបើសិនបើធាតុនោះមានកម្រិតអេឡិចត្រូរបស់វាតូចកន្លែងនេះជាស្រ័យផងតាមពិតទៅត្រូវសរសេរពាក្យថាតូចមានបន្ទុកវិជ្ជមានហៅថា electrophile អញ្ចឹងត្រូវចាំថាបើសិនជាធាតុនោះមានកម្រិតអេឡិចត្រូវិជ្ជមានធំគឺបន្ទុកដកបើសិនបើកម្រិតអេឡិចត្រូវិជ្ជមានតូចគឺបន្ទុកបូកបាទអញ្ចឹងកម្រិតអេឡិចត្រូវិជ្ជមាននឹងយើងមើលនៅណាបាទគឺមើលនៅក្នុងតារាងខូបអូខេអញ្ចឹងនៅពេលដែលយើងទៅមើលក្នុងតារាងខូបយើងប្រកាសជាឃើញថាកម្រិតអេឡិចត្រូវិជ្ជមានរបស់អ៊ីដ្រូសែនបាទត្រង់នេះកម្រិតអេឡិចត្រូវិជ្ជមានគឺតាំងដោយសញ្ញាគីរបស់អ៊ីដ្រូសែនគឺវាតូចជាងកម្រិតអេឡិចត្រូវិជ្ជមានរបស់អុកស៊ីសែនដូច្នេះយើងអាចរកឃើញបន្ទុកបូកដកហើយអញ្ចឹងអ៊ីដ្រូសែនគឺបន្ទុកបូកអុកស៊ីសែនហ្នឹងគឺបន្ទុកដកបាទអញ្ចឹងនេះហើយជាហេតុផលដែលអ៊ីដ្រូសែនបូកអុកស៊ីសែនដកទៅទៀតនិយាយពីលេខនៅខាងក្រោយបន្ទុកបូកនិងដកលេខនៅខាងក្រោយបន្ទុកបូករបស់អ៊ីដ្រូសែនគឺបូក1កន្លែងនេះគឺយើងមានពីរលក្ខខណ្ឌមើលទី1គឺយើងមើលទៅលើវ៉ាឡង់អ៊ីដ្រូសែនកន្លែងនេះគឺវ៉ាឡង់1ដូច្នេះមានបន្ទុកបូក1អុកស៊ីសែនវ៉ាឡង់2គឺបន្ទុកដក2លក្ខខណ្ឌទី2គឺយើងមើលទៅលើដៃឬក៏សម្ព័ន្ធនៅពេលដែលវាចងសម្ព័ន្ធជាមួយគ្នាអ៊ីដ្រូសែនកន្លែងនេះគឺមានដៃមួយនៅពេលដែលចងសម្ព័ន្ធជាមួយអុកស៊ីសែនអញ្ចឹងបានន័យថាវាមានចំនួនអុកស៊ីតកម្មក1អុកស៊ីសែនកន្លែងនេះចងសម្ព័ន្ធកូវ៉ាឡង់2ជាន់អញ្ចឹងវាមានដៃ2ដូច្នេះវាមានចំនួនអុកស៊ីតកម្មដក2បាទនេះហើយជាហេតុផលដែលចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែននិងអ៊ីដ្រូសែនគឺមានតម្លៃបូកនឹងដកអញ្ចឹងហើយប្រមាណទី3ត្រៃទី3គឺនិយាយពីផលបូកចំនួនអុកស៊ីតកម្មនៅក្នុង molecule អង្គធាតុទោលគឺមានតម្លៃស្មើ0បាទ molecule អង្គធាតុទោល molecule អង្គធាតុទោលនោះពេលថា molecule គឺវាមានការចងសម្ព័ន្ធរវាងអាតូមនិងអាតូមចាប់ពី2ឡើងទៅហើយអង្គធាតុទោលបានន័យថាវាជាធាតុតែមួយឧទាហរណ៍ដូចជាអ៊ីដ្រូសែននៅពេលដែលវាចងសម្ព័ន្ធជាមួយនឹងអ៊ីដ្រូសែនដូចគ្នាដល់ពេលនេះយើងអាចបែងចែកបន្ទុកបូកនិងដកបានទេបន្ទុកបូកនិងដកបានលុះត្រាតែវាមានកម្រិតអេឡិចត្រូវិជ្ជមាននឹងផ្សេងគ្នាប៉ុន្តែជាក់ស្ដែងអ៊ីដ្រូសែនកន្លែងនេះគឺវាទីចងសម្ព័ន្ធអ៊ីដ្រូសែនដូចគ្នាដែរហ្នឹងអញ្ចឹងវាមានចំនួនអុកស៊ីតកម្មដែរក៏ប៉ុន្តែវាអត់មានបន្ទុកបូកដកទេគឺវាមានតម្លៃស្មើ0តែម្ដងបាទត្រេទី4គឺនិយាយពីផលបូកចំនួនអុកស៊ីតកម្មអ៊ីយ៉ុងប៉ូលីអាតូមគឺមានតម្លៃស្មើបន្ទុកបាទអ៊ីយ៉ុងប៉ូលីអាតូមអីគេអ៊ីយ៉ុងប៉ូលីអាតូមហ្នឹងបើជាទូទៅធាតុគីមីដែលមានបន្ទុកនៅពីខាងលើបូកក៏ដោយដកក៏ដោយគឺយើងហៅវាជារួមគឺមានឈ្មោះថាអ៊ីយ៉ុងចុះអាពាក្យប៉ូលីអាតូមបានន័យថាម៉េចបានន័យថាអាតូមវាច្រើនអញ្ចឹងអ៊ីយ៉ុងដែលមានអាតូមច្រើនបាទខ្ញុំសូមសរសេរខាងក្រោមនៅត្រៃទី4បាទអ៊ីយ៉ុងប៉ូលីអាតូមអ៊ីយ៉ុង
poly atom ឧទាហរណ៍ដូចជា HCO3 ដងបាទនេះគឺជាសមាសធាតុអ៊ីយ៉ុងដែលវាមានអាតូមច្រើន poly អ៊ីយ៉ុងបាទអញ្ចឹងនៅពេលដែលយើងធ្វើការគណនាតាមផលបូកចំនួនអុកស៊ីតកម្មធ្វើម៉េចបាទយើងពន្យាធាតុមួយមកចំនួនអុកស៊ីតកម្មរបស់ A បូកចំនួនអុកស៊ីតកម្មរបស់កាបូនបូកអុកស៊ីនក្នុងម៉ូលេគុលនេះ3ដងអញ្ចឹង3ដងចំនួនអុកស៊ីតកម្មរបស់ O ស្មើនឹងបន្ទុកនៅខាងលើគឺតម្លៃដក1អញ្ចឹងយើងដាក់ដក1ខាងក្រោយមកអូខេនេះហើយជាការគណនាដែលអ៊ីយ៉ុងប៉ូលីអាតូមគឺស្មើនឹងបន្ទុករបស់វាបាទត្រីទី5និយាយពីផលបូកចំនួនអុកស៊ីតកម្មលោហៈគឺមានតម្លៃវិជ្ជមានស្មើប្រឡងជាទូទៅលោហៈវាមានបន្ទុកបូកហើយនៅពេលដែលខ្លាយទៅជាអ៊ីយ៉ុងអញ្ចឹងនៅពេលដែលយើងរកចំនួនអុកស៊ីតកម្មរបស់វាគឺងាយទេឧទាហរណ៍ដូចជាសូយ៉ូមអុកស៊ីត Na2O អញ្ចឹងនៅពេលដែលយើងរកចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែនព្រោះយើងដឹងថាលោហៈគឺមានចំនួនអុកស៊ីតកម្មវិជ្ជមានហើយស្មើនឹងប្រឡងអញ្ចឹងនៅពេលដែលយើងសរសេរថា V ដង NO របស់សូដ្យូមបូកចំនួនអុកស៊ីតកម្មរបស់ O ស្មើនឹងបន្ទុកកន្លែងនេះគឺអត់មានទេអញ្ចឹងបានថាតម្លៃរបស់វាស្មើ0តទៅទៀតលេខ2នេះទុកដដែលហើយប៉ុណ្ណេះគឺជាចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែនមានតម្លៃវិជ្ជមានដាក់បូកប្រឡងរបស់សូដ្យូមត្រង់នេះចូលរួមគឺប្រឡង1បាទអញ្ចឹងបូកនឹងចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែនស្មើនឹងបន្ទុកស្មើ0បាទខ្ញុំសូមទាញត្រង់នេះតែម្ដងអញ្ចឹងចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែនត្រង់នេះយើងបោះលេខ2ទៅអង្គទី2នេះបានដក2បាទចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែនគឺមានតម្លៃស្មើដល់2ត្រង់នេះចង់បញ្ជាក់ថាលោហៈដែលមានប្រឡងប៉ុណ្ណាគឺមានបន្ទុកបូកប៉ុណ្ណឹងមានចំនួនអុកស៊ីតកម្មបូកប៉ុណ្ណឹងបើសិនបើសូដ្យូមប្រឡង1ចំនួនអុកស៊ីតកម្មគឺបូក1ដែកប្រឡង2ដែកហ្នឹងគឺមានចំនួនអុកស៊ីតកម្មគឺបូក2តែថាអញ្ចឹងយើងទៅបន្តទៀតដើម្បីគណនាលំហាត់ឲ្យកាន់តែច្បាស់បាទឧទាហរណ៍ទី1គឺនិយាយពីការគណនាចំនួនអុកស៊ីតកម្មរបស់អាតូមកាបូននៅក្នុងប្រភេទគីមីដូចខាងក្រោមនេះឯងបាទទី1ខ្ញុំយកកាបូនម៉ូណូអុកស៊ីតមកគណនាបាទលេខ1គឺកាបូនម៉ូណូអុកស៊ីតក្នុងការគណនាចំនួនអុកស៊ីតកម្មរបស់កាបូនគឺមាន2លក្ខខណ្ឌលក្ខខណ្ឌទី1យើងធ្វើទៅតាមផលបូកចំនួនអុកស៊ីតកម្មផលបូកចំនួនអុកស៊ីតកម្មផលបូកចំនួនអុកស៊ីតកម្មគឺយើងធ្វើដូចអត្រីទី5ដូចនឹងឯងគឺតាមរូបមន្តមកតាមរូបមន្តចំនួនអុកស៊ីតកម្មរបស់កាបូន NOC បូក NO របស់ O ស្មើនឹងបន្ទុកនៅកន្លែងណាបាទបន្ទុកគឺនៅកន្លែងនេះនៅខាងលើនេះឯងបើសិនបើអត់មានសរសេរអីទាំងអស់បានន័យថាបន្ទុករបស់វាគឺស្មើ0អញ្ចឹងកន្លែងនេះយើងដាក់0ត្រង់នេះបន្តទៅទៀតយើងចង់រកចំនួនអុកស៊ីតកម្មរបស់កាបូនដូច្នេះយើងទុកនឹងដដែលហើយយើងរកចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែនដោយយើងនិយាយនៅក្នុងចំណុចមុនថាចំនួនអុកស៊ីតកម្មរបស់អុកស៊ីសែនគឺមានតម្លៃស្មើដល់2ខ្ញុំសូមសរសេរលេខតែម្ដងបាទស្មើដល់2បន្តទៅទៀតយើងទាញរកចំនួនអុកស៊ីតកម្មរបស់កាបូនមកបោះទៅអង្គទី2វាទៅជាបូក2បាទនេះជាការរកចំនួនអុកស៊ីតកម្មរបស់កាបូនតាមផលបូកចំនួនអុកស៊ីតកម្មបាទទី2គឺយើងរកទៅតាមទម្រង់លើវិសហ្នឹងគឺយើងត្រូវសរសេរពលាតសម្ព័ន្ធនៅក្នុងម៉ូលេគុលទាំងអស់ដើម្បីងាយរកចំនួនអុកស៊ីតកម្មរបស់កាបូនបាទខ្ញុំសូមបញ្ជាក់ត្រឡប់ទៅខាងទីសិនបាទកាបូនជាធាតុដែលនៅក្នុងក្រុមទី4ដូច្នេះវាមាន4អេឡិចត្រូនស្ទើរ5ហើយអុកស៊ីសែនគឺនៅក្នុងក្រុមទី6ដូច្នេះមាន6អេឡិចត្រូនស្ទើរ5អញ្ចឹងនៅពេលដែលវាចងសម្ព័ន្ធជាមួយគ្នាគឺវាកើតឡើងដោយការដាក់ហ៊ុនកាបូនដាក់ហ៊ុនអេឡិចត្រូនជាមួយនឹងអុកស៊ីសែនមួយមកអញ្ចឹងយើងទទួលបានកាបូនចងសម្ព័ន្ធកូប្លង់ជួនជាមួយនឹងអុកស៊ីសែនហើយអុកស៊ីសែននៅពេលដែលចងសម្ព័ន្ធជាមួយនឹងកាបូនហើយវានៅសល់5អេឡិចត្រូនស្ទើរ5នៅពេលដែលយើងរាប់អេឡិចត្រូនស្ទើរ5របស់អុកស៊ីសែននៅពេលដែលយើងរាប់អេឡិចត្រូនដែលមិនចងមាន5ហើយអេឡិចត្រុននៅក្នុងសម្ព័ន្ធមួយនេះគឺមាន2អេឡិចត្រុនអញ្ចឹងយើងសរុបទាំងអស់គឺបានតែ7ទេវាអត់ទាន់ឆ្អែតទេបើយើងគោរពទៅតាមច្បាប់អត្ថតាថាម៉េចថាសន្ទាប់ទី1ត្រូវតែឆ្អែត2ហើយចាប់ពីសន្ទាប់ទី2ឡើងទៅគឺត្រូវតែឆ្អែត8បាទជាក់ស្ដែងអុកស៊ីសែនកន្លែងនេះគឺអត់ទាន់ឆ្អែតទេដោយសារមានតែ7ចំណែកឯកាបូននៅពេលដែលចងសម្ព័ន្ធជាមួយនឹងអុកស៊ីសែនមួយគឺនៅសល់3អេឡិចត្រុនសេរីអញ្ចឹងអេឡិចត្រុនសេរីដែលនៅសល់ហ្នឹងវាត្រូវការចងជាមួយគ្នាទៀតដើម្បីឲ្យអុកស៊ីសែនឆ្អែតអញ្ចឹងនៅពេលដែលវាចងមួយទៀតមកអុកស៊ីសែនហើយនឹងកាបូននេះគឺវាចងសម្ព័ន្ធកូប្លង់2ជាន់អញ្ចឹង2ជាន់
បើសិនជាសម្ព័ន្ធមួយមាន2អេឡិចត្រូនដូច្នេះសម្ព័ន្ធ2គឺមាន4អេឡិចត្រុងហើយយើងរាប់អេឡិចត្រុងស្តុកក្រៅរបស់អុកស៊ីសែនដែលនៅសល់4ទៀតវាឡើង8ដូច្នេះអុកស៊ីសែនកន្លែងនេះគឺឆ្អែតហើយប៉ុន្តែយើងមើលទៅលើកាបូនពីម្ដងកាបូនកន្លែងនេះគឺឆ្អែតទេបើន័យថាអត់គោរពទៅតាមច្បាប់អត្តតាទេអញ្ចឹងកាបូនហើយនិងអុកស៊ីសែនគឺមានមួយគោរពមានមួយទៀតគឺអត់គោរពទៅតាមច្បាប់អត្តតាទេបាទជាចុងក្រោយគឺទទួលបានសមាសធាតុកាបូនចងសម្ព័ន្ធកូវឡង់2ជាន់ជាមួយអុកស៊ីសែនហើយអុកស៊ីសែនសល់អេឡិចត្រុងសេរី4ចំណែកឯកាបូនគឺនៅសល់អេឡិចត្រុងសេរី2បាទតម្រងបែបនេះបាទនេះហើយគឺជាតម្រងលើវិញដែលវាបង្កើតបានជាកាបូនម៉ូណូអុកស៊ីតបាទចូលមកដល់រឿងយើងវិញសូមសរសេរចម្លើយតែម្ដងបាទតម្រងលើវិញគឺខ្ញុំយកតម្រងចុងក្រោយគឺកាបូនចងសម្ព័ន្ធជាមួយនឹងអុកស៊ីសែនបាទនៅត្រង់ស្តុកក្រៅយើងមិនចាំបាច់សរសេរចូលមកក៏បានដែរបន្តទៅទៀតហើយដែលត្រូវរកគឺបន្ទុកបើសិនជាធាតុទាំងពីរនោះជាលោហៈមួយអលោហៈមួយគឺយើងងាយបែងចែកហើយយើងថាលោហៈបន្ទុកបូកអលោហៈបន្ទុកដកក៏ប៉ុន្តែត្រង់នេះកាបូនហើយនិងអុកស៊ីសែនជាអលោហៈទាំងពីរបាទអញ្ចឹងយើងធ្វើម៉េចដោយចំណុចមុនហ្នឹងគឺយើងបែងចែកទៅតាមកម្រិតអេឡិចត្រូអវិជ្ជមានបាទខ្ញុំសូមសរសេរត្រង់នេះ electronegativity តើអ្នកណាធំជាងនៅពេលដែលយើងមើលទៅលើតារាងខួបកម្រិតអេឡិចត្រូវិជ្ជមានតាមដោយអក្សរគីរបស់អុកស៊ីសែនគឺមានតម្លៃធំជាងកម្រិតអេឡិចត្រូវិជ្ជមានរបស់កាបូនដូច្នេះអុកស៊ីសែនត្រង់នេះគឺមានបន្ទុកដកហើយកាបូនគឺមានបន្ទុកបូកបើសិនមួយបូកក៏ជាមួយដកក៏ជាមួយទៀតបូកដែរបើអញ្ចឹងអុកស៊ីសែនបន្ទុកដកកាបូនបូកបន្តទៅទៀតយើងមើលទៅលើលេខនៅខាងក្រោយបន្ទុកខាងក្រោយសញ្ញាបូកដកកាបូនកន្លែងនេះគឺមានដៃ2ដូច្នេះគឺបូក2ហើយអុកស៊ីសែនក៏មានដៃ2ដែរអញ្ចឹងចំនួនអុកស៊ីតកម្មគឺបូកគឺដក2អញ្ចឹងយើង compare កន្លែងនេះចំនួនអុកស៊ីតកម្មរបស់កាបូនដែលយើងទៅរកទៅតាមទម្រង់វិញហើយនឹងចំនួនអុកស៊ីតកម្មរបស់កាបូនដែលយើងរកតាមរូបមន្តគឺវាមានចម្លើយដូចគ្នាបាទបញ្ជាក់ឡើងវិញបន្តិចថាតើទម្រង់ទាំងពីរនេះយើងអាចរកតាមមួយណាវិធីសាស្ត្រទាំងពីររកតាមមួយណាត្រូវជាងបាទវិធីសាស្ត្រទាំងពីរនេះគឺទម្រង់លើវិញគឺត្រូវបាន 100% ប៉ុន្តែផលបូកចំនួនអុកស៊ីតកម្មនេះគឺมันអាចរកបានគ្រប់សមាសធាតុទេវាបានសមាសធាតុតែមួយចំនួនប៉ុណ្ណោះ